ដូច្នេះហើយគោលបំណងនៃការរៀបចំដើរថ្មើរជើងដើម្បីសន្តិភាពគឺដើម្បីពីនេះម៉ោងនេះបង្ហាញទៅលើឆាកអន្តរជាតិមិត្តភ័ក្តិអន្តរជាតិហើយក្នុងនោះក៏មានប្រជាជនថៃផងដែរថាប្រជាជនកម្ពុជាពិតជាមិនចង់បានសង្គ្រាមយើងមិនចង់ឃើញជាបន្តទៅទៀតទៅលើការខូចខាតការវិនាសកម្មការបាត់បង់អាយុជីវិតការបែកបាក់គ្រួសារឬក៏ការព្រួយបារម្ភដែលត្រូវចាកចេញពីផ្ទះសម្បែងរបស់ខ្លួននោះទេផ្ទុយទៅវិញអ្វីដែលយើងចង់បានគឺសុខសន្តិភាពការផ្សះផ្សាហើយធ្វើយ៉ាងណាអាចប្រជាពលរដ្ឋដែលបានចាកចេញពីផ្ទះសម្បែងរបស់ខ្លួនអាចវិលត្រឡប់ទៅផ្ទះសម្បែងរបស់ខ្លួនហើយកូនក្មួយដែលត្រូវការរៀនសូត្រក៏អាចនឹងវិលត្រឡប់ទៅការរៀនសូត្រដូចគ្នាដែរក្នុងរយៈពេល7ខែក៏ខ្ញុំសូមលើកសារជាថ្មីជាទស្សនៈឯកជនរបស់ខ្ញុំក្នុងរយៈពេល7ខែប្រកបណាស់គឺយើងតាមរយៈអ្វីដែលយើងបានឃើញនិងតាមដានបានបង្កើតនៅកំហឹងឬក៏អាចថាការប្រេះស្រាំរវាងសញ្ជាតិយើងទាំងពីរហើយការប្រេះស្រាំនេះក៏អាចបង្កើតទៅនឹងការសង្ស័យលើគ្នាទៅវិញទៅមកដូចគ្នាដែរហើយប្រហែលមានភាពចាំបាច់ក្នុងរយៈពេលមួយយូរដើម្បីយើងអាចផ្សះផ្សាគ្នាបានក៏តែដូចខ្ញុំបានលើកឡើងអំបញ្ញមិញរួចស្រេចទៅហើយតើបើយើងនៅតែប្រកាន់ជំហរនៃកំហឹងតើយើងអាចបញ្ចប់នៃសង្គ្រាមបានដែរឬទេផ្ទុយទៅវិញម៉ោងនេះពេលនេះដើម្បីសម្រេចបាននៃសុខសន្តិភាពតាមរយៈក្បួនដង្ហែថ្មើរជើងរបស់ប្រជាជនកម្ពុជាគឺចង់បញ្ជាក់និងជូនសារយ៉ាងច្បាស់ថាយើងពិតជាចង់បានសុខសន្តិភាពមិនត្រូវការវាយគ្នាបន្តទៅទៀតនោះទេសូមអំពាវនាវឲ្យវិលត្រឡប់ទៅតុចរចាគោរពទៅតាមអ្វីដែលជាកិច្ចព្រមព្រៀងរួមគ្នានៅថ្ងៃទី26ខែតុលាដើម្បីយើងចាប់ផ្ដើមដំណាក់កាលនៃការផ្សះផ្សាដំណាក់កាលនៃការបង្កើននិងកសាងនៃជំនឿទុកចិត្តសារជាថ្មីនាំមកនៃប្រក្តីភាពក៏ដូចជានាំមកនៃសុខសន្តិភាពដើម្បីយើងបញ្ចប់ទៅវិនាសកម្មការបាត់បង់ជីវិតហើយនឹងការកសាងឡើងទៅវិញអ្វីដែលបានខ្ទេចខ្ទាំនឹងការផ្ដល់ឱកាសគិតគូរទៅលើជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋគួបផ្សំទាំងការគិតគូរទៅលើអ្វីដែលជាការរៀនសូត្ររបស់កូនក្មួយទាំងអស់គ្នាទាំងសងខាងជួបប្រទះនៃការខូចខាតទាំងសងខាងបានជួបប្រទះទៅលើការបាត់បង់អាយុជីវិតទាំងសងខាងបានជួបប្រទះទៅលើអ្វីករណីជនភៀសសិទ្ធទាំងសងខាងដូចគ្នាហើយក្មួយក៏មិនបានរៀនសូត្រដូចគ្នាបែរទៅលើចំណុចនេះហើយគោលបំណងរបស់យើងមានតែមួយគត់សង្ឃឹមថាសុខសន្តិភាពនឹងអាចសម្រេចបានសម្រាប់យើងទាំងអស់គ្នាសម្រាប់ប្រជាណាចក្រកម្ពុជាសម្រាប់ប្រជាណាចក្រថៃហើយសម្រាប់មនុស្សជាតិទូទាំងពិភពលោកផងដែរដែលត្រូវការសុខសន្តិភាពសម្រាប់ប្រជាណាចក្រទាំងពីរ